và chẳngក្រោយពីយើងដោះតម្រងប្រត់ទឹកវិញសុទ្ធចាក់ចេញអញ្ចឹងយើងដាក់មីចូលបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់បាទជួបគ្នានៅវីដេអូថ្មីបាទខ្ញុំបាទវាសនាខ្ញុំបាទឧត្តមបាទអញ្ចឹងថ្ងៃនេះខ្ញុំពីរនាក់លើកយកការប្រព្រឹត្តឈុត250ម៉ោងរបស់ Tractor 50 Process មកខាងជូនពុកម៉ែបងប្អូនទស្សនាដូចតទៅពាក់ព័ន្ធនឹងឈុត250ម៉ោងរបស់ Tractor 50 Process របស់យើងនេះទី1គឺយើងត្រូវដូរប្រេងម៉ាស៊ីនបាទប្រេងម៉ាស៊ីនចំនួន 8.7 លីត្រហើយនឹងតម្រងប្រេងម៉ាស៊ីននិងដូរតម្រងចម្រោះទឹកប្រេងម៉ាស៊ុតបាទអញ្ចឹងដំបូងយើងត្រូវការដូរប្រេងម៉ាស៊ីនបាទអញ្ចឹងយើងដូរប្រេងម៉ាស៊ីនយើងដូរតម្រងបាទអញ្ចឹងនេះកន្លែងម៉ាកគេដែលយើងបង្ហូរប្រេងម៉ាស៊ីនបាទកន្លែងក្រុមការងារយើងកំពុងតែបង្ហូរបាទយើងយកកន្លែងបង្ហូរប្រេងម៉ាស៊ីនបាទហើយខាងលើនេះបាទខាងលើនេះគឺកន្លែងម៉ាកគេដែលយើងត្រូវមើលប្រេងម៉ាស៊ីនពេលដែលយើងចាក់ចូលវិញបាទអញ្ចឹងម៉ាកគេប្រេងម៉ាស៊ីនរបស់យើងគឺយើងមានគំនុកតាំងនៅលើម៉ាកគេហ្នឹងគឺមានកន្លែងដែលយើងត្រូវមើលថាប្រេងគ្រប់គឺនៅត្រង់នេះបាទអញ្ចឹងពេលដែលយើងបង្ហូរប្រេងចាស់ហើយយើងចាក់ប្រេងថ្មីចូលវិញដូរតម្រងដូរឲ្យហើយយើងត្រូវចាក់ប្រេងថ្មីចូលឲ្យគ្រប់ចំនួនបាទបាទអញ្ចឹងនេះជាកម្មភាពដែលយើងដោះតម្រងច្រោះទឹកប្រេងសុទ្ធចេញបាទអញ្ចឹងត្រូវយើងដោះចេញហើយយើងនឹងរៀបចំយកតម្រងថ្មីចូលវិញបាទអញ្ចឹងក្រោយពីយើងដោះតម្រងច្រោះទឹកប្រេងសុទ្ធចាក់ចេញអញ្ចឹងយើងដាក់ថ្មីចូលបាទថ្មីអញ្ចឹងបន្តមកទៀតយើងនឹងបន្តទៅដូរតម្រងប្រេងម៉ាស៊ីនមួយទៀតបាទដែលជាតម្រងចុងក្រោយរបស់យើងបាទអញ្ចឹងបន្ទាប់ពីយើងដូរតម្រងទឹកប្រេងម៉ាស៊ីននៅខាងក្រោយអញ្ចឹងយើងត្រូវដូរតម្រងប្រេងម៉ាស៊ីនមួយទៀតបាទជាប់ប្រេងម៉ាស៊ីនហើយជាប់ម៉ាស៊ីននេះបាទគឺនេះតម្រងប្រេងម៉ាស៊ីនបាទអញ្ចឹងយើងដូរតម្រងមួយទៀតឈុត250ម៉ោងរបស់យើងគឺរួចរាល់បាទអញ្ចឹងកាលពីការដោះតម្រងប្រេងម៉ាស៊ីនយើងយកចាស់ចេញឥឡូវយើងបាទដូរតម្រងប្រេងថ្មីចូលហើយបាទអញ្ចឹងសម្រាប់ការដូរប្រេងឈុត250ម៉ោងរបស់ Tractor 50 Process របស់យើងពេលនេះត្រូវបានបញ្ចប់រួចរាល់បាទអញ្ចឹងខ្ញុំសូមសរុបមកវិញពាក់ព័ន្ធនឹងឈុត250ម៉ោងរបស់ Tractor 50 Process របស់យើងនេះទី1គឺប្រេងម៉ាស៊ីនបាទប្រេងម៉ាស៊ីនចំនួន 8.7 លីត្រហើយនឹងតម្រងប្រេងម៉ាស៊ីននិងដូរតម្រងចម្រោះទឹកប្រេងម៉ាស៊ុតសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនានៅវីដេអូក្នុងការធ្វើបទបង្ហាញពីការដូរប្រេងរបស់ Tractor របស់យើងបាទសូមឲ្យរកទទួលទានមានបានសុខសុវត្ថិភាពទាំងអស់គ្នាគ្រប់ក្រុមគ្រួសារបាទបាយបាយ